ចាសស្ដីនឹងបងស្រីอยู่22ឆ្នាំអត់តាន់ចង់បានកូនកាលពីធម្មជាតិ12ឆ្នាំទៅតែសម្រាប់ចិត្តចង់បានកូនគាត់មកពិនិត្យទៅឃើញថាមានដុំនៅដៃស្បូនធំយើងមើលទីនេះគឺជាតួស្បូនណាតួស្បូនបងប្អូនស្រីឥឡូវយើងមើលដុំណាដុំធំចង់ប៉ុណ្ណឹងតួស្បូនណានេះគេហៅគេឈាមរដូវដែលយើងនិយមហៅណាឬក៏ភាសាអង់គ្លេសគេហៅ endometriosis តានេះវាមានទំហំធំមែនតើអ្នកគ្រូសាក់បោះឲ្យមើលណាឃើញទេដល់ទៅ64មីលីម៉ែត្រហើយទៅតឹង40គឺធំមែនតើខាងស្ដាំណាហើយយើងទៅមើលខាងឆ្វេងមើលអូខេខាងឆ្វេងធម្មតានេះក៏ពេញអូវ៉ាគាត់ទៅទេឃើញទេអានេះអត់មានដុំអត់មានគេឆ្ងល់ហើយពេលដល់ចឹងទៅអ្នកគ្រូគិតមិនវិញអ្នកគ្រូយើងពិតជាពិបាកក្នុងការសម្រេចចិត្តឲ្យយករូបដុំណាទីទៀតបង counseling ទៅយកតាមហ្នឹងណាអូនទី1ដោយសារដុំមានទំហំធំតាមការ suspect របស់អ្នកគ្រូគឺជាមិនរួចពីការវះកាត់យកដុំទេអញ្ចឹងណាថ្ងៃក្រោយក៏យើងនៅមានលទ្ធភាពមានកូនដែរដោយសារអីការវះកាត់ហ្នឹងយើងជួបជាមួយនឹងឯកទេសដែលអាចជួយយើងបានឬក៏អត់ចាំពីគ្រូផ្ទាល់ជាមួយខាងវះកាត់ហ្នឹងថាជួយទុកកពេញដៃស្បូនខាងស្ដាំដែលមានដុំហ្នឹងណាយើងកាត់តែដុំចាញ់ឬបើថាមិនបានទេទោះបីវះកាត់មួយចំហៀងក៏នៅសល់កពេញដៃស្បូនមួយចំហៀងទៀតដែរអញ្ចឹងហើយជំរើសទី2គេអាចពិគ្រោះទៅខាងផ្នែក IVF ក្នុងការបង្កាត់កូនណាគេអាចព្យាបាលបង្កាត់កូនមុនវះកាត់ប៉ុន្តែបើយើងមើលទៅដុំនេះធំប្រហែលជាគ្រូប៉ាត់គេរៀបចំឲ្យវះកាត់មុនអញ្ចឹងណាហើយទៅមើលខាងឆ្វេងតិចវិញអូនមើលនៅខាងឆ្វេងនេះបើសិនជាអូនចង់ព្យាយាមតាមដានមើលពងញីអ្នកគ្រូណាត់មកមើលពងញី2ទៅ3ខែសិនក៏បានដែរចង់ដឹងថាពងញីខាងឆ្វេងនេះអាចរីកទេអញ្ចឹងណាបើមានពងញីរីកយើងអាចដាក់បកកណាតាមធម្មជាតិបានអរគុណ